សាធុទាននេះគឺជាខ្សែសំឡេងប្រធោកូនមេហពុកខ្សែលេខ3ចំហៀងទី1អ្នកណាត់រតនាទយសានៅក្នុងឱកាសវេលាគ្រានេះខ្ញុំប្រកាសណាខ្ញុំបានទទួលនៅសេចក្តីរាប់អានអំពីម្ចាស់បននៅក្នុងភូមិខ្វាត់ឃុំខ្ពតស្រុកឯកភ្នំនៃខេត្តបាត់ដំបងវេលាព្រឹកនេះក្នុងពិធីបុណ្យទក្ខិណានុប្បទានដែលមានបាសិកាទីសឿមជាបឋមប្រធានប្រម៉ែប្រមូលកូនប្រុសស្រីទោះជាកូនបង្កើតក្តីកូនប្រសាក្តីចៅក្តីកូនក្មួយក្តីដើម្បីចូលរួមនៅក្នុងពិធីបុណ្យនេះល្អណាស់ជាការដឹកនាំដ៏ប្រសើរនៅក្នុងឱកាសនេះខ្ញុំប្រកាសណាសូមនមស្ការថ្វាយបង្គំចំពោះករុណាគុណម្ចាស់គ្រប់ព្រះអង្គណាដោយសេចក្តីគោរពកោតក្រែងដែលបាននិមន្តមកគង់នៅក្នុងពិធីបុណ្យនេះដើម្បីស្ដាប់នៅព្រះធម៌និងសូមអភិវឌ្ឍគោរពចំពោះញាតិញោមបងប្អូនស្រីប្រុសទាំងអស់ទាំងលោកអ៊ំអាចារ្យគណៈកម្មការក្នុងទីភូមិវត្តក្តាំងនីនេះព្រមមួយអន្លើដោយអាជ្ញាធរទឹកដីដើម្បីសេចក្តីសុខសាន្តរបស់ប្រជាជននិងពុទ្ធបរិស័ទខ្ញុំប្រកាសណាសម្បត្តិសូមឱកាសដើម្បីសម្ដែងនៅព្រះធម៌ទេសនាដើម្បីជាធម្មទានក្នុងពិធីបុណ្យនេះដោយមិនមាននៅការទទួលអ្វីឲ្យពងពោះប្រសើរដូចជាការទទួលនៅព្រះធម៌ដើម្បីចម្រើននៅប្រាជ្ញាស្មារតីព្រោះហេតុដូច្នេះបានជាទានាធិបតីសម័យម្ចាស់បុណ្យបានរៀបចំឲ្យកើតមានជាធម្មទានក្នុងវេលាព្រឹកនេះណាដើម្បីភ្ញៀវកិត្តិយសទាំងអស់មួយលើដោយក្រុមញាតិកូនចៅនឹងបានទទួលនៅចំណេះដឹងអំពីព្រះពុទ្ធសាសនានឹងជាការត្រឹមត្រូវណាស់ព្រោះមនុស្សយើងដើម្បីកសាងខ្លួនឲ្យបានទៅជាមនុស្សល្អគឺត្រូវមានកត្តាពីរយ៉ាងសំខាន់ទី1គឺត្រូវស្វែងរកចំណេះដឹងមកដាក់ខ្លួនមួយអន្លើដោយការយល់ដឹងអំពីហេតុដែលនាំឲ្យចម្រើនហើយនឹងហេតុដែលនាំឲ្យវិន័យនឹងត្រូវតែចេះដឹងឲ្យបានច្បាស់លាស់ក្នុងដំណើរជីវិតតទៅនឹងកត្តាទី2គឺត្រូវតែមានការបប្រតិបត្តិគឺអនុវត្តទៅតាមការដែលខ្លួនបានចេះដឹងហើយនឹងចឹងក្នុងវេលាគ្រានេះគឺជាកត្តាសំខាន់មួយដែលពុទ្ធបរិស័ទយើងនឹងឯងត្រូវក្រេបជញ្ជក់យកការចេះដឹងនៅទុកដាក់ក្នុងខ្លួនចំណេះដឹងនេះថ្លៃជាងពេជ្រទៀតណានឹងមេដាបេដាដែលបានផ្ដល់ប្រគល់នៅចំណេះដឹងឲ្យដល់កូនប្រុសស្រីគឺជាការបំពាក់នៅគ្រឿងអលង្ការប្រដាប់ទៅដោយមាសពេជ្រយ៉ាងណាយ៉ាងណាឲ្យដល់កូនប្រុសស្រីប៉ុន្តែក្នុងអត្តន័យដែលថាបំពាក់អលង្ការគឺធម្មៈគឺការយល់ដឹងការចេះដឹងនៅក្នុងព្រះពុទ្ធសាសនាយល់ដឹងអំពីគុណយល់ដឹងអំពីទោសដើម្បីឲ្យកូនប្រុសស្រីប្រព្រឹត្តបរិបត្តិខ្លួននៅក្នុងគុណទាំងឡាយនឹងគឺក្រៃលែងជាងអលង្ការដែលជាមាសពេជ្រទៅទៀតចឹងសូមមេត្តាបិតាបញ្ចូលនៅគំនិតល្អប្រាជ្ញាស្មារតីល្អឲ្យកើតមាននៅក្នុងខ្លួនរបស់កូនប្រុសស្រី
ហើយនឹងសេចក្តីដែលខ្ញុំប្រកាសណាប្រកាសអំពីប្រយោជន៍នៃធម្មទានដែលកើតមានក្នុងវេលាព្រឹកនេះនឹងហើយក្នុងពិធីបុណ្យតេខេណានុបទាននឹងក៏ជាការប្រកាសគុណរបស់បុព្វការីមានមេត្តាបិតាដែលបានធ្វើការកិរិយាទៅហើយការប្រកាសគុណគឺសេចក្តីល្អរបស់លោកអ្នកមានគុណនឹងដោយអំណាចពិធីបុណ្យនេះហើយម្យ៉ាងទៀតក៏ជាការសម្ដែងនៅកតញ្ញុតាធម៌ដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងអំពីកូនប្រុសស្រីដែលត្រូវធ្វើនៅតេខេណានុបទានដើម្បីឧទ្ទិសនៅតេខេណាទាននឹងឲ្យដល់បុព្វការីមានមេត្តាបិតាជាដើមដែលបានធ្វើការកិរិយាទៅហើយនឹងនេះគឺជាការសម្ដែងនៅការដឹងគុណដល់បុព្វការីជនហើយម្យ៉ាងទៀតក៏ដើម្បីប្រម៉ែប្រមូលញាតិមិត្តបងប្អូនឆ្ងាយចិត្តនឹងបានចូលរួមក្នុងពិធីបុណ្យដែលជាប្រពៃណីនៅក្នុងព្រះពុទ្ធសាសនាកត្តាសំខាន់ណាស់នៅក្នុងពិធីបុណ្យនេះមាន3ចំណុចធំមួយគឺដើម្បីប្រកាសគុណដល់បុព្វការី2សម្ដែងកតញ្ញុតាធម៌របស់កូនប្រុសស្រី3ដើម្បីជួបជុំញាតិមិត្តបងប្អូនកូនចៅបានលៀងជំរះមន្ទិលសៅម៉ងក្នុងសន្តានបានខ្វល់ខ្វាយនៅក្នុងកិច្ចការងារជាកុសលទំនុកបំរុងលោកអ្នកមានសិលមានព្រះសង្ឃជាដើមដើម្បីជាបដិគិអកៈហើយនឹងមានព្រះធម៌ទេសនាដើម្បីរួមស្ដាប់ទាំងអស់គ្នានៅក្នុងវេលាគ្រានេះខ្ញុំប្រកាសថាខ្ញុំបានđangសម្ដែងអំពីព្រះគុណនៃមេត្តាបិតាដើម្បីជាបដិការៈដល់កូនប្រុសស្រីហើយដើម្បីសេចក្តីនៃព្រះធម៌ពុទ្ធបរិស័ទយើងនឹងបានពិចារណានៃសេចក្តីពិតតាមការគួរហើយនឹងគួរដល់ឧបនិស្ស័យរៀងខ្លួនចំពោះមេត្តាបិតានៅក្នុងគម្ពីរព្រះពុទ្ធសាសនាដែលសម្ដែងដោយព្រះសម្មាសម្ពុទ្ធជាដើមពីព្រះអង្គទ្រង់បានប្រកាសសម្ដែងមេត្តាបិតាហ្នឹងគឺជាគ្រូអាចារ្យហើយជាបុព្វាចារ្យជាគ្រូដើមនឹងចំណុចទី1ដែលយើងត្រូវយកចិត្តទុកដាក់ពិចារណាហើយនឹងប្រការទី2គឺជាព្រះទេពបានដល់ជាទេវតានឹងមិននៅណាទេវតាគឺនៅក្នុងផ្ទះដែលកូនប្រុសស្រីរស់នៅប្រចាំថ្ងៃហ្នឹងចឹងហើយទី3មេត្តាបិតាគឺជាព្រះព្រហ្មនៅក្នុងផ្ទះរបស់កូនប្រុសស្រីហ្នឹងដែរហើយនឹងទី4មេត្តាបិតាគឺជាព្រះអរហន្តរបស់កូនប្រុសស្រីសេចក្តីនេះកូនប្រុសស្រីត្រូវតែចងចាំហើយនឹងប្រព្រឹត្តបរិបត្តិឲ្យសមគួរជាមួយនឹងមេត្តាបិតាព្រោះវាអាចមានការភ្លេចភ្លាំងទៅបានទៅតាមកិច្ចស្មារតីតិចតួចទន់ខ្សោយមិនអាចចងចាំឲ្យបានច្រើននៅក្នុងព្រះគុណរបស់មេត្តាបិតាតែប្រសិនបើបានចាំដោយប្រការណាហើយប្រព្រឹត្តអនុវត្តខ្លួនឲ្យបានជាកូនល្អក៏ជាការសន្សំនៅបុណ្យកុសលដ៏ធំធេងសម្រាប់សេចក្តីសុខរបស់ខ្លួនទាំងនៅក្នុងបច្ចុប្បន្នទាំងទៅក្នុងអនាគតកាលចឹងគឺត្រូវតែមានការស្វែងរកចំណេះដឹងដោយបានបញ្ជាក់អំពីខាងដើមហើយមានឧបការៈគុណដល់មនុស្សលោកយើងគ្រប់គ្នាទាំងអស់ដោយការបាននៅចំណេះដឹងមកដាក់ខ្លួនហ្នឹងណាចឹងចំណេះដឹងហ្នឹងសំខាន់ណាស់អាចធ្វើខ្លួនឯងឲ្យជាទីពឹងនៃខ្លួនឯងបានទាំងអាចជួយខ្លួនឲ្យរួចពីសេចក្តីទុក្ខបានដោយសារចំណេះដឹងទាំងឡាយផ្ទុយមកវិញបើខ្លួនឯងជាមនុស្សល្ងង់ខ្លៅមិនបានចេះដឹងទៅតាមសេចក្តីពិតនៃធម៌គឺជាកម្ពូលសត្រូវជាមួយនឹងខ្លួនឯងទាំងបកលល្ងង់ខ្លៅហ្នឹងចឹងយើងកុំឲ្យខ្លួនឯងជាសត្រូវនឹងខ្លួនឯងត្រូវឲ្យខ្លួនឯងនឹងជាមិត្តជាទីពឹងជួយខ្លួនឯងគឺត្រូវតែស្វែងរកចំណេះដឹងឲ្យបានច្រើនទៅដើម្បីយើងអនុវត្តទៅតាមការចេះដឹងហ្នឹងហើយការចេះដឹងហ្នឹងយើងចេះពីណាថាចេះពីព្រះពុទ្ធសាសនាតាមការស្ដាប់ព្រះធម៌តាមការអានសៀវភៅធម៌
ចេះដឹងអំពីអ្នកប្រាជ្ញពីសប្បុរសហើយយើងមានយោនិសោមនសិកាពិចារណាហេតុផលតាមសំគួរហើយបានដឹងច្បាស់ប្រកបថានេះត្រូវនេះខុសអីនឹងយ៉ាងណាចឹងសូមឲ្យកូនប្រុសស្រីបានដឹងក្នុងដំណឹងនេះគឺមេដាបិតានឹងឯងដែលមានឧបការៈគុណដ៏ក្រៃលែងហ្នឹងជាបុព្វាចារ្យផងជាទេវតាផងជាព្រះព្រំផងជាព្រះអរហន្តផងលើកូនប្រុសស្រីខ្ញុំតែនេះបាទត្រួសសេចក្តីជូនកូនប្រុសស្រីហ្នឹងឲ្យបានចេះដឹងដើម្បីជាប្រយោជន៍ដល់មហាសាលដ៏ធំធេងតទៅសម្រាប់ជីវិតរបស់ខ្លួននិងដើម្បីចែកជាមរតកឲ្យដល់កូនប្រុសស្រីរបស់ខ្លួនតទៅទៀតបន្តវង្សត្រកូលគឺសេចក្តីនេះយើងក៏ធ្លាប់បានជួបប្រទេសដោយខ្លួនឯងកាលណាបើមានកូនប្រុសស្រីរបស់ខ្លួនហើយយ៉ាងណាកិច្ចការងារដែលប្រព្រឹត្តទៅនៅក្នុងគុណធម៌ទាំងឡាយក៏រមែងមានជាប្រកបក៏ជាសេចក្តីល្អមួយសម្រាប់ឲ្យយើងបាននឹករលឹកឃើញដល់សេចក្តីល្អរបស់មេត្តាបិតារបស់យើងកាលណាបើយើងមានកូនប្រុសស្រីទៅគុណធម៌ទាំងអស់ហ្នឹងក៏រមែងកើតកើនឡើងនៅក្នុងខ្លួនរបស់យើងតាមសំគួរដល់ការតាំងចិត្តហ្នឹងដែលជាបុព្វាចារ្យជាអាចារ្យដើមដោយសេចក្តីថាជាគ្រូមុនគ្រូបាអាចារ្យណាទាំងអស់បើថាយកកូនទៅដាក់វត្តឲ្យរៀនសូត្រឬថាយកទៅដាក់នៅសាលានឹងគ្រូបាអាចារ្យនៅវត្តនៅសាលានឹងតាមក្រោយទេប៉ុន្តែចំពោះមេដាបិតាគឺថាជាគ្រូមុនដំបូងបងអស់ទៅហៅថាបុព្វាចារ្យបុព្វៈហើយនឹងអាចារ្យបុព្វៈគឺដើមដំបូងនឹងមេដាបិតាបង្រៀនកូនប្រុសស្រីហ្នឹងតាំងពីពីកូនកើតមកធំបន្តិចម្ដងដឹងក្តីបន្តិចម្ដងហ្នឹងម៉ែឪបង្រៀនសពគ្រប់ទាំងអស់បង្រៀនជាប្រចាំទៀតហ្នឹងបង្រៀនជាប្រចាំទោះថ្ងៃទោះយប់ព្រឹកល្ងាចអីហ្នឹងយ៉ាងណាអត់មានម៉ោងពេលកំណត់អីដោយគ្រូបាអាចារ្យតាមសាលារៀននោះទេហ្នឹងហើយការដែលបង្រៀនកូននេះកម្រអ្នកដទៃណាធ្វើបានណាប៉ុន្តែនេះដោយមេដាបិតានឹងឯងមានទឹកចិត្តស្មោះបំណងចង់ឲ្យកូននឹងបានទៅជាមនុស្សល្អទៅប្រែងជាយាមទោះយប់ថ្ងៃពេលវេលាណាមួយលើដោយការតាមខ្លំថែរក្សាចរិយាមេរយាទរបស់កូនប្រុសស្រីនោះទៅទៀតមិនមែនគ្រាន់តែទូមានព្រានបដៅតែមាត់ទេតាមខ្លំតាមថែរក្សាហើយនឹងដាស់តឿនក្រើនរំលឹកប្រាប់ហើយប្រាប់ទៀតជាញឹកជាញាប់ណាស់នឹងដោយអត់ធុញទ្រាន់ទេព្រោះហេតុតែស្មោះជាមួយនឹងកូនចង់ឲ្យកូននឹងបានល្អហើយក៏ជាគុណណាស់ទៅទៀតដែលយើងគិតល្អិតក្នុងជីវិតរបស់មេដាបិតាគ្រូបាអាចារ្យនៅសាលាខាងក្រៅគង់នឹងមានប្រាក់ខែប្រាក់ថ្ងៃអីហ្នឹងតែជាមួយមេដាបិតាមិនមែនត្រឹមតែអត់ប្រាក់ខែទេថែមទាំងទំនុកបំរុងចិញ្ចឹមកូនប្រុសស្រីនឹងទៅទៀតតើសុភាពបែបនេះអ្នកណាដែលមកធ្វើជាមួយយើងជាកូនបានទៀតក្រៅទៅពីមេដាបិតារបស់យើងអាហ្នឹងធัวហ្នឹងវាធម្មតាអញ្ចឹងមកប៉ុន្តែបើយើងមិនបានគិតហ្នឹងហាក់ដូចជាមេដាបិតានឹងឯងមិនជាមានគុណធំធេងអីសម្រាប់ខ្លួនយើងដែលមិនបានគិតមិនបានពិចារណាបានជាមានកូនប្រុសស្រីខ្លះហ្នឹងចេះតែប្រទុសរាយជាមួយមេដាបិតាហ្នឹងមកពីមិនបានគិតកន្លែងហ្នឹងកុំថាធัวហ្នឹងវាជាធัวធម្មតាអ្នកណាមិនដឹងគ្រប់តែគ្នាមិនបានគិតមិនដឹងនឹងឯងទេណាមិនបានគិតមិនដឹងទេពេលវេលាកន្លងហួសមកក៏ហីទៅកន្លងហួសមកក៏ហីទៅហើយមានការដែលខ្លួនឯងនឹងឯងចាប់ទោសកំហុសមេដាបិតាកន្លែងនេះកន្លែងនោះបន្តិចបន្តួចអីហ្នឹងយ៉ាងណាក៏លើកទោសកំហុសនោះឯងមកលុបបំបត្តិគុណមេដាបិតាអស់រលីងអញ្ចឹងទៅនឹងអញ្ចឹងបានថាកូនប្រុសស្រីនឹងត្រូវតែពិចារណាឲ្យបានល្អហើយជួនកាលគុណរបស់មេដាបិតាហ្នឹងវាសាមញ្ញធម្មតាប្រចាំថ្ងៃប្រចាំខែអញ្ចឹងទៅក៏វាទៅជាសាមញ្ញធម្មតារហូតដល់កូនប្រុសស្រីហ្នឹងគិតថាជាធម្មតារបស់ម៉ែឪវាត្រូវតែអញ្ចឹង
bán chỉ phịch đào côn cứ sự đây là o tới và tới chỉ cất là chỉ riêng tham đa hơi phần tại côn cứ sự đây là ó cứ nơi tới chỉ côn chẳng nó tiền về mình ai từ lắp prai khai tới chiều vay đây mình men chỉ côn này năng chẳng cứ miền chỉ vào ở đây về chạm ngày nắng ban từ đây thà rừng rất để chán thằng 10 ngày 10 khai 10 năm du à chẳng từ đây là o năng nè tu chia cầm nô sân xăm từ cái nòng sân đá này chặt nắng chán đã khai lên cầm ao dân dục côn đã chán nắng bay từ lót tới chia tha chia riêng xăm anh thăm ở đá dân về xăm tới chia tha mày ở về tây tây trắng về cháu lại côn tới về tây chia tha về tây tây trắng năng rồi hốt đã hiên và tu hiên và cây to mắt to co khăn luôn chỉ mùi năng mày ở tiệt hòn năng chẳng côn pro sấy năng đầm bay chia viên nơi cá luôn và cây to tên từ cuộc bỏ bao chỉ mùi năng miệt đà bậy đá cứ trái té thì cha ra na đo côn cứ sự đây là o rồi bao quát ai bàn chả hơn đây dân năng miền chặt tuần luôn cả rục bồi chia côn nè bọc ai xôm tu miền côn thả cục bìa nằm từ rục kho sấy pro châu chăm cầm tam chong cụcปราดนำtừ rục trăng sanh là o phô rập hằng chăng trầm trời sẹp cục ba bờ mệtเป็ดนำขลุ่นเอาขอกตูนเกอาเสรกำเนิดเจียมนุกรอเปกเกยโกนตรึสดับเติบชมุละอจังกอสร้างขลุ่นกำชงายเนี่ยปราดโกนในปกสมบัติเอาวาดกัดไทยเหมือนบานลายตรับสมบัติมียางได้เอาปกมาได้ประกลเอาดอกโกนคือการอบรมตูเมียนเปลี่ยนประดัยได้คือการบรรดาบรรดาในอุปนิสัยละอไอการเมียนขนมคลุนระบโกนการอบรมตูเมียนเชี่ยสมบัติมหาศาลมันเมียนทั้งไงได้หนึ่งเตยใจออกเลยเอาแต่โกนเจนึกระลึกดาเปะตูเมียนต่างออกนุให้เมียนการประพฤติตามโดยตรำเตยตราบสมบัติเมตระมันอาโยกเติบเต็งในสกได้ละอหมกตกดะขนมคลุนบานได้ปันไตสกได้ละอได้การเมียนในขนมคลุนระบโกนคือโปรหาไสกาอบรมกาบังบักบังหัดนังบังหานปราบดาวสกได้สระลันนังดาวสกได้ชีเยี่ยมระบเมตดาเบดาได้เชครูดามมนเกบังอการบโกนเมปกบานโยดังดอกาอบรมทาเจสมบัติดอกประสาไกรเลงให้หนูโกนเตยเมียนจัดริเรจินิกขนมกาตตูโยกในเปะตูเมียนเปลี่ยนประดาวต่างลายโกนเตยจำตกถาสมบัติคือการอบรมตูเมียนนังเมียนประยาวดอกโกนเตยบานหนูเวอาศัยในเลยโกนคลุนไอเจเนปะเดปานปกมาได้บำเพ็ญตัวนาทีเจครูดาวมันนักรมปังโรคตำไหลในการตอบสนองเอาไว้เลยตัวใบเมียนสิกได้ลุมบะอย่างนาก็ได้ก็ไม่ในแต่เมียนกาเชี่ยเยี่ยมเจนิกได้ต้องออกนี่โปรมาอมปีกาตูนเมียนระบอบเอาปกมาได้บานโฮเจนปีกระไอใบดงดอสมอได้โปเป็นจะได้ตึกจัดเมตตาสิกได้สระลันนังกาอนัตอาโซจำปวกโกนตึกจัดเอาปกมาได้สลายสลับตันรับเลโกนได้อำนาจเปรมวิเหียคือสระตุนโดยเชียเมสระตุมตรับวิจีเชียกำนับตรับประปีโกนฉลาดไว้เลยยกตรับกับขนมคลุนสมัยใหม่ในเชียมวยจุยไทยทูนจัดมามูนปูนพอดกรโรเสเรตรับจิมเนใจกรบยางสร้างประยาวมันหันหาวโดยเจียตรับกอบขนมได้ตรับจิมเนใช้พลือโปร่งโยงเปล่าเสรโจขมีดขมัยใบตะกองตรองหยกใจบอบเปียจ้าศาสดาดามชนามปิสัตในเกียกัดจัดเตะเต้นมันประแหบังหัดโกนงวนปีใสเสดายเอาเจ๊พดาจำเนสำเร็จคลายได้โรกก่อเมตดาใบดาเจียครูอาจาดำบงบังอบังหัดบังหานดาวจัดสมัสมอเอาเจ๊ใบดอบานรัวดาวทอม
បងរៀនគ្រប់មុខជុះនោមហូបចុកពុកចៅម៉ែអ៊ំម៉ែឪប្រឹងណាស់រាប់ខ្លួនជាខ្ញុំជួយឲ្យកូនធំនាំកូនរកត្រើយបង្ហាត់មេរយាទប្រាប់ឲ្យស្គាល់ញាតយកគុណជាខ្នើយសុចរិតជាមុងស្មោះត្រង់បក់លហើយការមិនកន្តើយយកជាកន្ទេលបង្ហាត់សម្ដីឲ្យកូនប្រុសស្រីនិយាយដឹងពេលប្រដៅឲ្យក្រោកកុំនៅដេកត្រេលងូតទឹកដោះក្អែលម៉ែប្រាប់ទាំងអស់ប្រាប់ឲ្យកូនធ្វើល្អស្លៀកពាក់សគឺចិត្តស្មោះប្រដៅឥតមានខ្ចោះដោយគេច្រោះយកទឹកថ្លាអប់រំក្រើនរំលឹកទោះល្ងាចព្រឹកឪទេសនាប្រាប់ឲ្យកូនឧស្សាហ៍ធ្វើកិច្ចការជាកល្យានសុចរិតថ្លៃជាងពេជ្រកុំបំភ្លេចចោលខ្លួនប្រាណមនុស្សថ្លៃពុនប្រមាណកុំចោលប្រាណដូរយកប្រាក់ចោលប្រាណស្មើលក់ខ្លួនឪពោផ្ទួនឲ្យប្រចាក់មនុស្សយើងថ្លៃជាងប្រាក់ត្រូវទុកដាក់ខ្លួនឲ្យល្អសុចរិតត្រឹមត្រូវនៅក្នុងខ្លួនជាទីជ្រកពួនសត្វនិកមរតកម៉ែឪពន្លឺសត្រាច់ចរតាមចិត្តជាប់រហូតត្រាប់ដែលសំខាន់គឺអវាទអប់រំឲ្យឆ្លាតចិត្តកូនស្លូតមរតកអស្ចារ្យធัวត្រៃកោតកុំឲ្យរបូតពីខ្លួនឡើយសច្ចៈខន្តីកតញ្ញូធัว3ជាគ្រូថែកូនហើយកូនមេឪពុកនឹងសះស្បើយជារោគដល់ត្រើយផុតទុក្ខាចិត្តល្អក្រណាស់មិនអាចយកមាសប្រាក់ទៅរកទិញនៅផ្សារប៉ុន្តែចិត្តល្អកើតដោយសារមេត្តាបិតាព្រានប្រដៅព្រោះហេតុដូច្នេះកូនមាសឆ្អិនកូនគិតឲ្យប៉ិនកុំឲ្យឆៅអវាទនឹងប្រាក់ណាឆោមឆ្លៅតើកូនសំដៅមួយណាជាងបាណាំងអករណੰសុខੰវស្សាឬប្រាំងព្រះពុទ្ធទ្រង់យាងត្រាច់ត្រាស់ប្រាប់ថាបាបត្រូវជៀសវាងនោះទៅមិនខ្វៀងពីសេចក្តីសុខសុខោបញ្ញសឧច្ចយោកូនកុំធ្វើចោលហើយកុំសំកុកត្រូវសន្សំបុណ្យទៅកូនបានសុខកុំចង់ស្រណុកព្រោះខ្ជិលឲ្យសោះអបជាបច្ចហੰសុខੰលោកេក្នុងលោកទំនេរពីការឆ្លោះតោះកូនរស់បានសុខគ្រប់គ្នាទាំងអស់ព្រោះគ្មានទំនាស់អស់ការព្យាបាទសុខੰយាវៈជារាសីលੰសិលមានកម្លាំងច្បាំងតាមក្បួនខ្នាតដណ្ដើមបានសុខកូនរស់បានស្អាតសុខឥតផ្លាត់ផ្លាតដល់រាបដល់ចាស់សុខាមត្តៃយតាលោកេកូនគិតខ្នាន់ខ្នេកុំឲ្យមានខ្វះប្រណិប័តមេត្តាដោយដឹងគុណច្បាស់បានបុណ្យច្រើនណាស់សុខសានក្នុងលោកអថោបេតៃយតាសុខាម្យ៉ាងទៀតកូនណាប្រាថ្នាមានជោគប្រណិប័តបិតាថ្លៃថ្លាប្រយោគមានផប់បានភោគជារោគជួបសុខសុខាសត្តហមទេសនាវាចាថ្លៃថ្លាកាប់ឆ្កាស្មាញស្មុកការសំដែងធัวនាំមកនៅសុខបំផ្លាញសម្បុកខមੰអវិជ្ជាសុខាសង្ខេសសាមគីក្រុមពួកសង្ជីមូលមីរួមគ្នាមិនមានបែកបាក់ចាក់រុកខ្ទរខ្ទីនេះហើយគឺជាជំរំសុខសានចិត្តតាំងគុតតាំងសុខាវហੰព្យាយាមដេញខ្មាំងពីចិត្តសន្តានគ្រប់គ្រងស្ងួនចិត្តដោយកម្មកល្យាននាំសុខមកបានខ្សែមខ្សានពេកក្រៃសុខខោបញ្ញាបដិលាភោបានលៀបថ្លៃធ្នូជាងកែវចរណៃគឺបានបញ្ញាភ្លឺច្បាស់ជាងថ្ងៃឆ្លងកាត់ភពត្រៃប្រពៃសុខសានសុខខោពុទ្ធានមបាតោ
ព្រះពុទ្ធហង្កោពោពេញក្លាហានកសាងបារមីសិរីថ្កើងថ្កានរហូតដល់បានត្រាស់ជាព្រះពុទ្ធគ្រប់អង្គត្រាស់ដឹងក្នុងលោកមានជ័យមានជោគប្រាជ្ញាមោះមុតព្រះអង្គឈ្នះមេនៅពេលប្រយុទ្ធដោយសាស្ត្រាវុធមុតគ្មានអ្វីដូចទ្រង់ត្រាស់ដឹងហើយនាំមកនៅសុខបំបែកសម្បុកទឹកភៈកំហូចដោយធัวទេសនាភ្លឺថ្លារុងរោចសុខគ្មានអ្វីដូចគឺព្រះនិព្វានសុខាសត្ហេបតិតហេតាកូនស្ដាប់ទេសនាសាស្តាទូលមានបាននៅសទ្ធាក្នុងព្រះទ្រង់ញាណកូនបានជិះយានមានព្រះនាំផ្លូវសទ្ធាតាំងមមក្នុងចិត្តសន្តានកូនពិតជាបានផុតរឿងអាស្រូវជិះយានមានសុខសម្រាប់ឆ្ពោះផ្លូវមគ្គល្អពេកកើទៅទីផុតស្លាប់សទ្ធាជាទ្រព្យថ្លៃថ្លាបវរជាទ្រព្យត្រាច់ចរជាប់ក្នុងចិត្តស្រាប់មានគូបញ្ញាចាត់ការចំណាប់ដល់ទីផុតស្លាប់អស់ការស្រេកឃ្លានហើយណាំងតហមំអ្នកសេវាយៈទំនាស់កັບចៈរំលោភឆ្លៀនពៀនល្មើសគុណម៉ែឪទ្រុសព្រះទ្រង់ញាណទ្រុសនៅត្រង់ហ៊ានបំពេញសិក្ខាធัวថោកទាំងនេះគឺសែនហីណាំងស៊ីបាយបោកឆ្នាំងកំាំងនឹងសាសនាកូនឪមិនត្រូវសែតគប់ឡើយណាបាលីពោលថាអ្នកសេវាយៈធัวថោកមានច្រើនកើតកើនខ្លាំងណាស់ទាំងក្មេងទាំងចាស់ប្រព្រឹត្តឥតអាក់សែបគប់ធัวខ្មៅចាញ់អំណាចប្រាក់ជាប់ខ្នោះច្រវាក់អន្តៈកាមគុណបមាតេអ្នកសាងវសេកូនត្រូវរិះរេគិតទុកជាមុនរៀបចំជីវិតឲ្យផុតទារុណបន់ជាដើមទុនរួចចាកធัวថោកកូនឪមិនត្រូវរស់ដោយប្រមាទត្រូវខំសង្វាតកុំឲ្យចាញ់បោកតណ្ហាក្នុងចិត្តបង្កើតទុក្ខសោកកូនព្យាយាមក្រោកសំឡឹងធัวពិតបើកូនមិនក្រោកពិតជាលំបាកបញ្ហាអិតស្រាឆាកលខោនជីវិតកំព្រាទីពឹងក្នុងភពងងឹតមោហៈរូបរិទ្ធពិតជាវង្វេងចូលកូនសម្លាញ់ស្ដាប់តាមឪពុកកូនកុំជាប់គុកនៅក្នុងបទភ្លេងត្រូវចេះស្ដាប់ធัวកុំចេះតែលេងស្រីស្រាកែវពេងជាលបែងគ្រោះថ្នាក់ធัวសែនកំបាំងនៅក្នុងជីវិតរូបពិតនាមពិតល្អិតជាសច្ចៈសត្វលោកល្ងងពិតងងឹតដូចខ្វាក់ឃើញត្រឹមតែប្រាក់សមចិត្តធ្វើចោលគិតស្មានបានសុខក្នុងអវិជ្ជាយកល្ងងធ្វើគ្នាមានអ្នកដូចតោហ៊ានល្មើសនឹងច្បាប់រាប់ខ្លួនធ្វើចោលសុខចិត្តជឿហៅមិនជឿខ្លួនឯងកូនមេឪពុកកូនស្ដាប់ឲ្យច្បាស់ព្រះពុទ្ធបានត្រាស់ហើយទ្រង់សម្ដែងប្រកាសធัวពិតដោយឥតមានខ្លែងត្រាស់ប្រាប់កន្លែងដែលរួចចាកទុកបញ្ញាឆ្លាតឆ្លៀសក្នុងធัวទាំងឡាយសតិក្នុងកាយយកជាប្រមុខកំចាត់ភាពល្ងងទំលាយទ្វាគុករួចផុតពីទុក្ខបានសុខឧត្តមសរុបសេចក្តីដែលឪបានប្រាប់អត្តន័យសារស័ព្ទចាប់យកឲ្យចំគឺចង់ឲ្យកូនមានចិត្តតាំងមាំប្រឹងប្រែងខិតខំទទួលឱវាទទទួលធម្មទានមានផលប្រសើរនាំកូនឲ្យដើរក្នុងផ្លូវដែលស្អាតគឺជាដំណើរតាមស្នាមព្រះបាទសម្បត្តិឱវាទ
កាត់ថ្លៃមិនបានកូនមេឪពុកមេត្តាបិតាគឺជាទេវតាប្រចាំផ្ទះរបស់កូនជាទេវតាថែរក្សាកូនទាំងយប់ទាំងថ្ងៃពេលព្រលប់ពេលយប់ពេលអាត្រាតមេត្តាបិតាកំពុងអស់កម្លាំងក្តីកំពុងងងុយក្តីកំពុងសម្រានលក់ក្តីកំពុងក្តៅក្តីកំពុងរងាក្តីទោះជាកំពុងឈឺខ្លួនឯងក្តីកាលបើកូនតូចស្រែកយំឡើងមេត្តាបិតារមែងស្ទុះស្ទាបើកំពុងលួងលក់ក៏ភ្ញាក់ក្រញាងមកអោបកូនមកបបោះអង្អែលកូនយកចិត្តកូនយ៉ាងនេះជាដើមមេត្តាបិតាប្រុងភ្នែកប្រុងតិចប្រុងសពប្រុងគ្រប់ប្រុងទាំងយប់ប្រុងទាំងថ្ងៃដើម្បីរក្សាកូនស្ងួនសម្លាញ់ដែលជាសត្វឈាមរបស់ខ្លួនពុទ្ធังសរណังកេចហាមិតហម្យ៉ាងសរណังកេចហាមិសង្ឃังសរណังកេចហាមិ